ស្ម័គ្រខ្សែស្រឡាញ់ពេញបែតតីថែមធំក្លិនផ្កាជាប់ក្លិនស្រីនឹងមកធ្វើអ្វីអ្នកថ្លៃអើយហើយធ្វើជានឹករលឹកដល់កូនដែលអាសូរប្រឡាយខ្សែអន្តរាយនៅណាមិនដឹងកន្លងខ្លែងខ្លាយអោបបាយមាយាទពាក្យសម្ដីពិតរីឯចាប់ឈ្មោលលុះនៅពេលដែលបានលឺប្រពន្ធពោលដូច្នេះហើយដោយប្រច័ណ្ឌយ៉ាងនេះក៏ឆ្លើយតបទៅវិញថានាងអើយតាមពិតបងគិតមានស្ងួននឹងកូនថ្លៃណាស់ប៉ុន្តែកាលដែលបងហើឆ្លងជ្រោះនោះបងបានជួបប្រទះនឹងស្រះឈូកមួយមានផ្កាឈូករីកច្រើនពេកក្រៃបងក៏បានចុះទៅចឹកផ្កាឈូកនោះហើយជួនជាមេឃស្រឡះព្រះអាទិត្យបានជះកម្ដៅស្រះទឹកនោះក៏បណ្ដាលឲ្យផ្កាឈូកនោះរួមទៅវិញក្រសោបជាប់ទាំងខ្លួនប្រាណបងរើចេញពុំរួចបើទោះបីជាខំឬបំរាស់យ៉ាងណាក៏មិនអាចគេចចេញបានដែរទៅពេលនេះព្រះអាទិត្យអស់ស្ដង់គុតសន្សើមធ្លាក់ចុះមកផ្កាឈូកក៏បានរីកឡើងវិញទេទើបបងអាចចេញមកបានសូមនាងកុំអាក់អន់ចិត្តខឹងនឹងបងទុកទោមនិញអ្វីឡើយលុះចាប់ញីបានស្ដាប់ហើយក៏តបទៅវិញថាអ្នកអើយសូមកុំប្រើប្រាជ្ញាមកដោះសារថ្មីប្រសិនបើអ្នកអាឡ័យខ្ញុំមែននោះមិនមែនធ្វើតេះតោះតើយដូចនេះទេវិស័យជាប្តីប្រពន្ធនឹងគ្នាក៏បីដឹងខុសដឹងទុកនឹងគ្នាទើបហៅថាស្រឡាញ់តែនេះមកចេះតែថាស្រឡាញ់តែចិត្តពេញបែរជារកថ្មីទៀតហើយមកដោះសារថាផ្កាក្តោបជាប់នៅក្នុងស្រះខ្ញុំដឹងចិត្តច្បាស់ថាវាប្រកាសជាយ៉ាងនេះហើយអ្នកហ៊ានចោលសម្បុកទុកឲ្យភ្លើងឆេះកូនទាំងសម្បុកធ្លាក់ចូលទៅក្នុងក្រែងគ្មានសល់ឆ្អឹងហើយក៏មានផ្សែងហុយយ៉ាងកណ្ដោចកណ្ដែងអោកូនសំឡាញ់មាសម្ដាយអើយម្ដាយនឹកដល់អ្នកគឺធ្លាក់ថ្លើមក្តុកក្តួលណាស់ម្ដាយខ្សឹកសួលញាប់ញ័រអស់ទាំងពុះពងហើយចាប់បាក់សាស្ដាប់ប្រពន្ធស្ដីបញ្ចុះបញ្ចើគំរុះគំរើយដោយការប្រច័ណ្ឌយ៉ាងនេះទើបលោមថាប្រលឹងមានស្នេហ៍បងកំខឹងថ្វីណាពុំងារបងត្រង់នឹងស្រឡាញ់ប្អូនអស់ពីពោះឥតមានគំនិតកិច្ចកលមាយាឡើយកាលដែលបងមកមិនទាន់ព្រោះបងត្រូវផ្កាឈូកក្តោបជាប់ស្ទើរតែស្លាប់ខ្លួនហេតុនេះសូមប្អូនអត់ទោសឲ្យបងផងចុះណាចាប់ញីស្ដាប់ហើយក៏បានឆ្លើយដោយមិនប្រកែកចិត្តថាខ្ញុំដឹងជាក់ថាចិត្តអ្នកឯងចំជារិះសាណាស់អាងតែមានប្រាជ្ញាចេះតែមកខំកែខៃចាប់ញីទួយសោកពុំស្រាក់ស្រានទោះបីជាចាប់ប្តីស្ដីប្រាប់ពីហេតុផលយ៉ាងណាក៏ពុំស្ដាប់ឡើយចេះតែទន្ទិញទួញថាអោសអោកូនកំសត់មាសម្ដាយអើយពីនេះទៅហើយម្ដាយឈឺផ្សានឹងទ្រាំតែទុកទៅដល់ណាសូវសូនជីវ៉ាតាមមាសថ្លៃថាហើយចាប់ញីក៏បានការស្លាប់ក្រាបបង្គំប្រណម្យដល់ទេវតាដែលថែរក្សាព្រៃព្រឹក្សាគិរីបុព្វតាហើយខ្ញុំសូមតាំងចិត្តគិតសច្ចាប្រាថ្នាកុំឲ្យទៅរួមកាយនឹងជាតិជាប្រុសគ្រប់អង្គប្រាណហើយកុំឲ្យបានរែងអភិប្រាយមេត្រីស្ដីស្ដាប់សពបរិយាយឲ្យឆ្ងាយរៀងរាល់ជាតិនេះឲ្យបានបើទោះបីជាទៅកើតភពណាជាសត្វឬមនុស្សសានៅគ្រប់ឋានជាតិប្រុសកុំស្ម័គ្ររួមរយៈប្រាណកុំឲ្យរាប់អានស្ពានមេត្រីនៅក្នុងគ្រានោះផងដែរចាប់បាក់សាបានស្ដាប់សូរស័ព្ទរបស់ចាប់ញីហើយក៏សច្ចាតបទៅវិញថាសូមអស់ទេពៈសោកលក្ខស្ថានស្ថិតក្នុងត្រៃត្រានឆោកម្មាជួយជាសាក្សីខ្ញុំប្រាថ្នាតបស្នងវាចានឹងចាប់បាក់សីត្បិតគេប្រាថ្នាអនាគតឲ្យជៀសឲ្យផុតខ្ញុំជាប្តីជាតិប្រុសគេថាមិនមេត្រីមិនស្ដីមិនស្ដាប់សពវាទីថាខ្ញុំស្រឡាញ់មិនពេញស្ម័គ្រនឹងនាងនោះជាជាក់ស្មើជីវីពុំមានបែកបាក់ក្រែងចិត្តពីរលៃលោករកញីឯទៀតសោះជាតិក្រោយសូមឲ្យបានរួមរយៈនឹងនាងនេះជាជាក់គូស្ម័គ្រស្មោះខ្ញុំស្ដីឲ្យស្ដាប់សពប្រកាសសោះកុំឲ្យដោះលុះនឹងនិព្វានចាប់ញីបានលឺចាប់ឈ្មោលនិយាយដូច្នេះក៏នឹកក្តៅនៅក្នុងចិត្តឈួលលែងស្ដាយជីវិតក៏បានលត់ចូលទៅក្នុងភ្លើងឆេះឈួលផុតរលត់សង្ខារបាត់ទៅឯចាប់ឈ្មោលជាប្តីឃើញដូច្នេះក៏បានធ្លាក់ថ្លើមក្តុកខ្លោចចិត្តយ៉ាងខ្លាំង
ហើយក៏បានស្ទុះលោតទៅផ្លោះចូលទៅក្នុងភ្លើងអគីក៏បានបាត់បង់ជីវិតទាំងពីរប្រាណនៅក្នុងគ្រានោះទៅនេះមកពីមានវេរាពីជាតិមុនដែលកើតទៅជាមនុស្សហើយបានដុតសត្វឲ្យមរណាទើបមានវេរាដុតខ្លួនឯងទៅតាមគ្រប់500ជាតិដូច្នេះរួចផុតពីវេរាជាតិដែលជាសត្វទេរឆានទើបបានមកកើតទៅជាមនុស្សវិញចាបឈ្មោលក៏បានមកចាប់កំណើតជាមួយនឹងកតញ្ញូមហាសិទ្ធិជាភរិយាឈ្មោះថាខេមានៅឯស្រុកចិនក្រៀមនៅនគរពារាណសីកតញ្ញូមហាសិទ្ធិមានទ្រព្យសម្បត្តិច្រើនអនេកឥតគណនាបានឡើយលុះកភិនាងខេមាគ្រប់ខែហើយក៏បានប្រសូតកូនប្រុសម្នាក់មានរូបរាងល្អប្រពៃដោយទេវតាសួគិលីចុះមកចាប់បដិសន្ធិកោតញាឃើញបុត្រក៏បានត្រេកអរនៅក្នុងចិត្តពេកក្រៃក៏បានដាក់ឈ្មោះហៅថាចៅសពសិទ្ធលុះដល់វ័យចម្រើនបានគម្រប់15ប្រសាបិតាមេតារឹតតែស្រឡាញ់ធ្វើឡើងថែមទៀតហើយក៏បានរើសភិលាម្នាក់ឲ្យនៅរួមសុខរួមទុក្ខជាមួយនឹងគ្នាពឹងពាក់យកអធិស្ស្រ័យនឹងគ្នាទៅវិញទៅមកសពសិទ្ធជាកុមារម្នាក់ដែលមានប្រាជ្ញាឆ្លាតវៃនិងក្លាហានណាស់មានកុមាររហូតទៅដល់ចំនួន1001នាក់ស្ម័គ្រស្មោះស្រឡាញ់រាប់អានដោយមិនមានមងឡើយសម័យមួយនោះ